ខេត្តបាត់ដំបងគឺជាខេត្តមួយដែលយើងធ្លាប់បីនៅក្នុងការរៀនបកកែជាពិសេសលោកគ្រូដូចលោកគ្រូបានជំរាបខ្ញុំពីមុនមកថានៅខេត្តបាត់ដំបងរបស់យើងហ្នឹងគឺសម្បូរសិស្សបកកែតាំងពី2001រហូតមកមុននោះទៀតដល់សម័យខ្ញុំរៀនទៀតដល់បាទតើសម័យខ្ញុំរៀននៅមន្ទីរវងឆ្នាំ89 9អីមួយសម័យនោះអីដូចមិត្តភ័ក្តិអីច្រើនប្រងគណិតវិទ្យាសិស្សលេខ1ចាំតែលេខ1គណិតវិទ្យារូបវិទ្យាជាក់ស្ដែងសិស្សបកកែឆ្នាំ2001ដែលលោកគ្រូបដងមកគឺជាប់បន្តរហូតជាប់រហូតហ្នឹងឯងបាទអញ្ចឹងក្នុងថ្ងៃនេះគឺយើងបានជួបលោកគ្រូយីពេជ្របាទក្នុងសួរលោកបាទតាក់ទងជាមួយនឹងការប្រឡងសិស្សបកកែរូបវិទ្យាដែលលោកគ្រូបានបដងបដាសិស្ស2001មកជាប់រហូតបាទជាប់រហូតហើយតាក់ទងជាមួយនឹងការរៀនឲ្យជាប់សិស្សបកកែព្រោះសិស្សរបស់លោកគ្រូយ៉ាងម៉េចបានជាគាត់ពីឆ្នាំហ្នឹងមកជាប់បន្តគ្នាតើវិធីសាស្ត្រអីដែលជាកលឹះចាំបាច់ដូចខ្ញុំបានជម្រាបម្ដងអញ្ចឹងដើម្បីរៀនសិស្សបកកែរូបវិទ្យាចេះជាទៅទី1វិន័យសំខាន់ណាស់វិន័យបាទវិន័យក្នុងការសិក្សាបាទវិន័យក្នុងការសិក្សាមានន័យថាពេលរៀនសូត្រហ្នឹងយើងអត់ឡូឡាយទេបាទយើងខិតខំប្រឹងរៀនសូត្របាទហើយទី2ដោយបានខ្ញុំជម្រាបអញ្ចឹងថាដើម្បីចេះរូបវិទ្យាយើងត្រូវចេះអីសិនត្រូវចេះរូបវិទ្យានឹងឯងបាទរូបវិទ្យាជាបេដារបស់រូបវិទ្យាអញ្ចឹងបាទហើយចំណុចទី3យើងត្រូវដឹងថាតើរូបវិទ្យាដែលអនុវត្តក្នុងរូបវិទ្យាស្អីខ្លះបាទដើម្បីយើងទៅប្រើបានក្នុងរូបវិទ្យាទៅយើងយករូបវិទ្យានោះឲ្យយើងប្រឹងដុសខាត់អាកណិតឲ្យខ្លាំងសិនបាទហើយមួយទៀតយើងគ្រូរូបវិទ្យាហ្នឹងក៏ត្រូវតែវាច្បាស់លាស់ដែររូបវិទ្យាហ្នឹងបើកាលណាយើងអត់ច្បាស់លាស់ទៅសិស្សជួនកាលវាអត់តបានរៀនយើងត្រូវ review សិនយើងត្រូវប្រាប់សិនឲ្យចេះរូបវិទ្យាសិនដើម្បីទាញចូលរូបវិទ្យាវិញបាទអញ្ចឹងតាមដែលគ្រូខ្ញុំក៏ជាបាទគេជាសិស្សម្នាក់ដែលបានទទួលនៅដំបូន្មានមកលោកគ្រូច្រើនណាស់ហើយតាក់ទងជាមួយនឹងគណិតវិទ្យាដែលលោកគ្រូមានប្រសាសន៍ហ្នឹងចង់និយាយថាជួនកាលសិស្សគាត់ត្រូវរៀនរូបវិទ្យាដែលគាត់ប្រើគណិតវិទ្យាដែលគាត់មិនទាន់បានរៀននៅសាលាបាទអញ្ចឹងយើងជាគ្រូគណិតវិទ្យាជាគ្រូរូបវិទ្យាបាទជាគ្រូរូបវិទ្យាហ្នឹងគឺយើងត្រូវដឹងអំពីគ្រឹះគណិតវិទ្យាចាំបាច់ដើម្បីផ្ដល់ឲ្យគាត់នៅក្នុងការរៀនរូបវិទ្យាហ្នឹងបាទរៀនរូបវិទ្យាហ្នឹងបាទអញ្ចឹងគឺចំណុចសំខាន់ណាស់បាទដែលយើងដែលលោកគ្រូមានប្រសាសន៍មិញថាគ្រូរូបវិទ្យាមែនប៉ុន្តែគណិតវិទ្យាក៏យើងត្រូវតែច្បាស់លាស់បាទត្រូវច្បាស់បាទហើយចំពោះបន្ទាប់ពីវិន័យបន្ទាប់ពីគ្រឹះគណិតវិទ្យាលោកគ្រូផ្ដោតទៅលើមូលដ្ឋានគ្រឹះរូបវិទ្យាតើយើងរៀនរបៀបម៉េចលោកគ្រូក្នុងការរៀនរូបវិទ្យាទី1ដូចខ្ញុំបានជម្រាបចឹងថាត្រូវថាអ្នកបរិញ្ញារូបវិទ្យាដើម្បីដុសខាត់ឲ្យសិស្សប្រឡងសិស្សបកកែរូបយើងត្រូវមើលនិស្ស័យសិស្សដែរនិស្ស័យបើសិនជាយើងមើលទៅថានិស្ស័យសិស្សនឹងអាចបណ្ដុះបណ្ដាលទៅជាប់ជាពិសេសសិស្សឆ្លាតវៃវាងវៃបាទយើងនឹងបរិញ្ញាអត់ខ្លាចអស់កម្លាំងណាបាទចំណាយកម្លាំងគ្រូបរិញ្ញាចំណាយកម្លាំងទោះបីឈឺស្កាត់ហត់នឿយមិនយើងអត់ខ្វល់សំខាន់យើងមានអារម្មណ៍ចិត្តមុតស្រួយមួយចង់បរិញ្ញាសិស្សហ្នឹងដើម្បីឲ្យប្រឡងជាប់គឺទឹកចិត្តគ្រូយើងជាអ្នកបង្រៀនហ្នឹងជាមួយនឹងវិន័យរបស់សិស្សហ្នឹងដែរបាទបាច់បញ្ចូលគ្នាដើម្បីជំរុញឲ្យសិស្សហ្នឹងប្រឡងឲ្យសិស្សហ្នឹងខំប្រឹងប្រែងរៀនសូត្របាទដើម្បីសម្រេចគោលដៅថ្នាក់ទី12ប្រឡងជាប់ថ្នាក់ខេត្តថ្នាក់ប្រទេសអញ្ចឹងណាបាទលោកគ្រូឥឡូវតាក់ទងជាមួយនឹងការប្រឡងថ្នាក់ខេត្តគឺយើងយកប្រមាណអ្នកទៅប្រឡងទាំងទៀតជាទូទៅតាម2ឆ្នាំនេះថ្នាក់ខេត្តយកតែ2អ្នកទេទៅប្រឡងថ្នាក់ប្រទេសលោកគ្រូកន្លងមកប្រហែលអ្នកដែលគ្រូពីទៅតែ2អ្នកចុះពីមុនព្រោះខ្ញុំឮថាមករយៈកាលក្រោយមកនេះសិស្សបកកែទូទាំងប្រទេសបាត់ដំបងអត់បានជាប់ទេបាទអត់ជាប់បាទតាំងពីក្រោយកូវីដមកគឺអត់ជាប់អត់បានជាប់ទេប៉ុន្តែមុននឹងពី2001រហូតមកគឺយើងតែងតែល្បីបាត់ដំបងជាប់រហូតបាទជាប់បាទហើយពី2001រហូតដល់កូវីដហ្នឹងតើការប្រឡងយកពីខេត្តទៅប៉ុន្មានអ្នកតាំងពី2001 2000គាត់ឯមកហ្នឹង
ពីខេត្តទៅប្រទេស5នាក់ 5នាក់អញ្ចឹងមានតែចេញពីខេត្តបាត់ដំបងទៅ5នាក់ទៅប្រឡងទាំងប្រទេស បាទប្រទេសបាទ ឥឡូវបានតែ2នាក់ទេ ឥឡូវបានតែ2នាក់ទេ បាទហើយអង្ការយក5នាក់ទៅប្រឡងទាំងប្រទេសហ្នឹងគឺជាប់រហូត ជាប់បាទមានជាប់ជាប្រចាំ ជាប់ជាប្រចាំមានហើយមាសមានហើយ មានហើយប្រាក់សម្រាប់អីតារាងកិត្តិយសជាប្រចាំចឹងទៅ តារាងកិត្តិយសជាប្រចាំហើយកម្លាំងចិត្តក្នុងការបង្រៀនសិស្សក៏យើងមានខ្លាំង មានខ្លាំង បាទ បាទ ហើយឥឡូវហ្នឹងគឺពីក្រោយ Covid មកគឺយើង វាដូចថាលទ្ធផលដែលវាទៅប្រឡងដូចក្នុងចិត្តអ្នកបង្រៀនហើយអ្នកសិក្សាវាហាក់ដូចជាដូចក្នុងអារម្មណ៍ពិបាក បាទ បាទហើយអញ្ចឹងទៅក៏គ្មានអ្វីដែលជាសំណូមពរទៅខាងក្រសួងអប់រំទេ បាទ ខ្ញុំមានសំណូមពរទៅខាងក្រសួងសូមមេត្តាថាកុំលុបបំបាត់ការប្រឡងសិស្សបកាយអីសូមរក្សាការប្រឡងសិស្សបកាយរហូតទៅដោយសារការប្រឡងសិស្សបកាយនេះបណ្ដុះបណ្ដាលធនធានមនុស្សគឺអ្នកចេះដឹង បាទ ទី1ចង់ឲ្យសិស្សក្រចំនួនទាំងអស់ហ្នឹងឲ្យពួកគាត់ហ្នឹងខិតខំប្រែងរៀនសូត្រ បាទ ហើយទី2ទៀតលើកទឹកចិត្តគ្រូបង្រៀន បាទ បាទលើកចិត្តគ្រូបង្រៀនដើម្បីឲ្យពួកគាត់ហ្នឹងស្រាវជ្រាវឯកសារផ្សេង បាទ មិនថាឯកសារខ្មែរបរទេសទេតាមលទ្ធភាពដែលគាត់មានទៅដើម្បីគាត់ហ្នឹងយកចំណេះដឹងទាំងអស់ហ្នឹងមកបរៀនសិស្ស បាទគ្រូ បាទហើយអានោះទី1ហើយទី2សូមសំណូមពរទៅក្រសួងអប់រំថាសូមមេត្តាយកបេក្ខជនទៅប្រឡងថ្នាក់ប្រទេសហ្នឹង5នាក់វិញដោយការលើកមុន បាទដោយ ការលើកមុនទៅ បាទបាទ បាទហ្នឹងនឹងនៃសំណូមពររបស់ខ្ញុំ បាទចុចចំពោះការប្រឡងចេញពីខេត្តទៅគ្រូតើសំណុំពរយ៉ាងម៉េចដែរ បាទប្រឡង ពីប្រឡងពីសាលាទៅខេត្តនេះ បាទ បាទតើអាការប្រឡងគ្រូមានស្នើសុំយ៉ាងម៉េចដែរ បាទនៅចំណុចថ្នាក់ខេត្តវិញអ្វីដែលខ្ញុំសំណូមពរគឺខ្ញុំសុំតែមួយក៏ដូចថារាល់វិញ្ញាសាដែលត្រូវចេញថ្នាក់ខេត្តសុំសំណូមពរទៅខាងអធិការចោះ បាទ សុំ ហាន់ ទៅអ ទី ធិការទៅទីបាទតាមទីនោះសូមឲ្យគាត់អ្នកចេញវិញ្ញាសា បាទរៀបចំវិញ្ញាសា រៀបចំវិញ្ញាសាទៅបាទ អាហ្នឹងគឺអ្វីដែលធ្លាប់ធ្វើពី2001រហូតដល់ Covid ឬក៏មិនដែរគ្រូ បាទសំណូមពរហ្នឹងគឺតាំងពី2001រហូតដល់សូមសំណូមពរថាថ្នាក់អធិការនៅមន្ទីរគាត់ចាញ់ទៅ បាទអញ្ចឹងពី2001រហូតដល់មុន Covid គឺអធិការ បាទ ទីគាត់រៀបចំ ទៅ ហើយ បាទ លទ្ធផលគឺយើងចេញមកគឺលទ្ធផលល្អប្រសើរ បាទអបសារដែរបាទ បាទអញ្ចឹងមានន័យថាសំណូមពរលោកគ្រូគឺអត់មានអីថ្មីទេ បាទខ្ញុំសូមសំណូមពរតែប៉ុណ្្នឹងតើបាទ អត់មានថ្មីទេគឺថាកន្លងមកសិស្សបកាយពីថ្នាក់ខេត្តទៅទូទាំងប្រទេស5នាក់អញ្ចឹងគឺយើងយកដូចអង្ការមុន សូមមកចាស់សូមកំផែនឱកាសចាស់បាទ អញ្ចឹងមានន័យថាមិនមែនជារបស់ថ្មីទេ សំណូមពរចាស់តាអត់មាន សំណូមពរសូមមកធ្វើដូចដើម បាទដូចដើមវិញទៅ បាទសូមធ្វើដូចដើមគឺទី1គឺការប្រឡងសិស្សបកាយសំខាន់ បាទ វាជំរុញទឹកចិត្តហើយសង្កេតឃើញថាអ្នកដែលជាប់សិស្សបកាយគឺអ្នកដែលមានឱកាសជាប់បួកដោយសារតែការប្រឹងប្រែងរបស់គាត់ខ្លាំងបាទ ហើយជាទី1ទៀតកិត្តិយសសម័យខ្លួន បាទកិត្តិយស ទី2កិត្តិយសគ្រូ ហើយទី3កិត្តិយសថ្នាក់ខេត្តបាទជាកិត្តិយសខេត្តរបស់យើងហ្នឹងខេត្តបាត់ដំបងរបស់យើងហ្នឹងណា បាទយើង បាទ គេថាល្បី ខេត្តបាត់ដំបង ខេត្តបាត់ដំបងគឺជាខេត្តមួយដែលមានសិស្សរៀនបកែ រៀនបកែខ្លាំង អញ្ចឹងទឹកចិត្តគ្រូព្រោះតាក់ទងជាមួយការបំពន់សិស្សបកែគឺចំណាយកម្លាំងច្រើនណាស់ត្រូវគ្រូ បាទ ស្រាវជ្រាវផង បាទ បង្រៀនដល់គ្រូថាឈឺគ្រប់វិរៀនណា បងអត់ទេម៉ោង1យប់ដឹងខ្លួនសិស្សសួរលំហាត់ក៏ឆ្លើយដែរ ឆ្លើយ ម៉ោងបាន10យប់ក៏ឆ្លើយត្រូវតែឆ្លើយ ហើយកម្លាំងចិត្តហ្នឹងមានន័យណាបើសិនជាលទ្ធផលវាអត់ទទួលបានគាត់ថាឥឡូវយើងសំណូមពរ សំណូមពរ ឲ្យអ្វីដែលយើងដំណើរការហ្នឹងគឺដូចមុនក៏ ដូចចាស់វិញទៅបាទអញ្ចឹងណា ទេបាទ បាទ ហើយចំណុចដែលខុសពីមុនមានអីទៀតដែរគ្រូក៏មានតែប៉ុណ្្នឹងទេ ដូចមិនមានគាត់ថាឥឡូវយកតែ2នាក់ទៅឬថាសំណូមពរយក5នាក់វិញទៅ បាទ ដើម្បីផ្ដល់ឱកាសឲ្យសិស្សក្មេងៗសកលក្រោយដើម្បីឲ្យពួកគាត់ហ្នឹងទៅបញ្ចេញសមត្ថភាព បាទគ្រូ ដើម្បីទៅគួរបញ្ចេញ បាទ បាទបើថាឥឡូវនេះលេខ1បើយកតែ2នាក់បាទលេខយកបើយកតែ2នាក់បើ2នាក់ហ្នឹងធ្លាក់វាអត់ទាំងអស់
តែឲ្យយក5នាក់លេខ1លេខ2ធ្លាក់ចូលចៃដល់នេះអាលេខ3លេខ4លេខ5គ្នាវាចាំអាកន្លែងគ្នាចេះបាទអញ្ចឹងក៏គ្នាមានឱកាសអញ្ចឹងទៅបាទអញ្ចឹងហើយបាទអញ្ចឹងសំណូមពរលោកគ្រូទី1គឺកុំលុបបំបត្តិសូមរក្សាការប្រឡងសិល្បៈកែវទាំងប្រទេសហ្នឹងបាទនិយាយទៅសូមរក្សាគោលចំហមួយគេថានៅដដែលយើងច្បាស់ក្នុងចិត្តថាការខំប្រឹងប្រែងរបស់យើងនឹងទទួលបានលទ្ធផលគឺថាសិស្សរបស់យើងទៅប្រឡងទូទាំងប្រទេសបាទអញ្ចឹងសូមកុំលុបបំបត្តិហ្នឹងរក្សាហ្នឹងឲ្យស្ថិរភាពហ្នឹងឲ្យភាពច្បាស់លាស់នៅក្នុងចិត្តរបស់អ្នករៀនគឺថាដឹងថាមានសិស្សកែទាំងប្រទេសបាទហើយយើងពឹងប្រែងដើម្បីទទួលបានហ្នឹងទី2គឺប្រឡងថ្នាក់ខេត្ត5នាក់សូមស្នើ5នាក់យកទៅប្រចាំប្រទេសបាទដូចពីមុនសំណូមពរទៅប្រទេសទេហើយទី3ការប្រឡងទៅចូលរួមប្រឡងវិញ្ញាសាដែលចេញប្រឡងនោះសំធ្វើដូចលើមុនគឺទីជាអ្នករៀបចំទីជាអ្នកចាត់ចែងអស់ទៅបាទយើងគ្រូនៅតាមខេត្តគឺផ្ញើវិញ្ញាសាចាត់ចែងបាទតែប៉ុណ្្នឹងទេបាទតែប៉ុណ្្នឹងទៅបាទខ្ញុំសំណូមពរបាទហើយកន្លឹះនៅក្នុងការរៀនរូបវិទ្យាអ្នកនរគ្នាបាទនឹងដើម្បីអាចខ្លាយជាសិស្សកែរូបវិទ្យាគឺកុំចោលគណិតវិទ្យាបាទកុំចោលគណិតវិទ្យាទាំងគ្រូទាំងសិស្សហើយសិស្សទាំងអស់បងប្អូនត្រូវយល់ពីទឹកចិត្តរបស់លោកគ្រូដែរម៉ោង1យប់ក៏ដោយម៉ោងស្មានដល់តែឃើញសំណួររបស់សិស្សគឺដឹងគឺត្រូវតែឆ្លើយគឺដឹងតែឆ្លើយដឹងតែស្រាវមិនឆ្លើយគឺមិនកើតបាទគឺថាចង់ណាចង់ឲ្យសិស្សទទួលបានលទ្ធផលល្អបាទអញ្ចឹងបងប្អូនត្រូវមានវិន័យបាទមានវិន័យនៅក្នុងការសិក្សាហ្នឹងបាទចំណែកឯលោកគ្រូគឺចាំតាជួយទេចាំជំរុញទេបាទតែបងប្អូនត្រូវចិត្តទឹកដាក់លើចំណុចហ្នឹងត្រូវគណិតវិទ្យាមួយហើយនឹងតាក់ទងជាមួយនឹងបាតុភូតបាទលោកគ្រូជំរាបថាសិស្សដែលជាប់កន្លងមកគឺអ្នកដែលខ្លាំងក្នុងការវិភាគបាទវិភាគហ្នឹងគឺយកគណិតវិទ្យាទៅវិភាគហើយសិស្សដែលខ្លាំងនៅក្នុងការចងតែលោកគ្រូថាចងចេះអាគោលមួយហើយជាប់ទៅអ្នកនោះចងទៅផ្នែកមកវាច្រើនណាស់ផ្នែកវាច្រើនណាស់បាទអញ្ចឹងចំពោះខ្ញុំរីករាយណាស់ដែលបានជួបលោកគ្រូនៅថ្ងៃនេះហើយសំណូមពរហ្នឹងគឺខ្ញុំចេញពីចិត្តមកខ្ញុំចង់ឲ្យវាទទួលបានលទ្ធផលណាដោយសារតែបាត់ដំបងគឺជាខេត្តដែលខ្លាំងហើយបាទខ្ញុំជឿថាខេត្តល្បីបាទគ្រប់វិស័យពលឹងដួងមាននៃពលឹងនៃការរៀនហ្នឹងវានៅតែមានអញ្ចឹងគ្រាន់តែឥឡូវយើងត្រូវរៀបចំឲ្យដើម្បីឲ្យคล้ายជារូបរាងបាទអត់តែប៉ុតរូបរាងមានហើយធ្លាប់មានហើយគ្រាន់តែថាយើងត្រូវធ្វើម៉េចដើម្បីឲ្យអារូបរាងចាស់ហ្នឹងនៅរក្សាបានយើងសំណូមពរដូចជាមិនខុសពីមុនទេគ្រាន់តែសំណូមពរដូចបានមានថ្មីបងថ្មីទេបាទអញ្ចឹងរក្សាភាពដើមវិញបាទសូមរក្សាភាពដើមស្នើទៀតបាទសូមស្នើតែប៉ុណ្្នឹងទេហើយពីការប្រឹងប្រែងលោកគ្រូសិស្សសាស្ត្រគឺធៀមខ្លួនតែប្រឹងប្រែងដើម្បីទទួលបានលទ្ធផលនេះផលល្អបាទអញ្ចឹងអរគុណច្រើនហើយថ្ងៃនេះសូមសំណើ3ហ្នឹងហើយជារឿងចាស់ទេមិនរឿងថ្មីទេបាទសូមសំណើសូមក្រសួងអប់រំក៏ដូចជាមន្ទីរខេត្តបាទជួយសម្រួលកិច្ចការហ្នឹងដើម្បីឲ្យចិត្តក្នុងការរៀនក៏ដូចជាទឹកចិត្តរបស់សិស្សហ្នឹងនៅតែជំរុញហើយយើងនឹងបាទសង្ឃឹមថាបាត់ដំបងហ្នឹងមានល្អបាទទទួលបានលទ្ធផលល្អប្រសើរវិញបាទអរគុណច្រើនបាទអរគុណជំរាបលាបាទ